បងមួយដែលគាត់ចេះតែថាខ្ញុំហ្នឹងដឹងណាគេបងព្រមយើងហ្នឹងឃើញទេហើយជាងកាលអ្នកខ្លះជាខឹងគាត់ខ្ញុំថាអត់ទេខ្ញុំមើលឃើញថាដៃគូល្អបំផុតរបស់ខ្ញុំវាគាត់ទេបាទមែនតាហើយមកជីវិតនេះដរាបណាខ្ញុំនៅនិយាយគាត់ក៏នៅតែនិយាយពីខ្ញុំតតែខ្ញុំងាប់ក្រៅពីហ្នឹងខឹងជេរខ្ញុំនឹងផ្លេចបាត់អស់ហើយតែជាដៃគូកម្ររអញ្ចឹងណាខ្ញុំមើលរឿងស៊ឺម៉ាអ៊ីហើយជូកលៀងពេលជូកលៀងស្លាប់ស៊ឺម៉ាអ៊ីកំសត់ខ្លួនអស់ដៃគូលោកគ្រូជួយបកស្រាយពាក្យដែលបុគ្គលដែលប្រដៅបានដោយងាយលោកគ្រូប្រដៅបានងាយបល័យថាសោវចសតាបុគ្គលពាក្យថាបុគ្គលប្រដៅងាយខុសពីបុគ្គលជឿងាយបុគ្គលប្រដៅងាយមិនមែនមានន័យថាគេថាអីចេះតែជឿទេអញ្ចឹងគ្រាន់តែជាបុគ្គលចេះដាក់ចិត្តចុះស្ដាប់អ្នកដតីពន្យល់ហើយយកមករែងថាតើពាក្យណាខុសពាក្យណាត្រូវមិនមែនចេះតែជឿទេណាហ្នឹងហើយអញ្ចឹងបាននៅក្នុងមង្គលហ្នឹងព្រះអង្គថាភាវៈនៃបុគ្គលដែលគេប្រដៅបានងាយជាមង្គលហើយពាក្យរបស់អ្នកដតីនេះដែលថាគួរស្ដាប់នឹងមិនចំពោះថាជាមិត្តរបស់យើងទេសូម្បីជាសត្រូវរបស់យើងក៏ដោយដែលគេនិយាយហ្នឹងក៏គួរតែដាក់ចិត្តស្ដាប់ដែរមានពេលខ្លះយើងអាចរៀនពីមនុស្សដែលបដិជាមួយយើងដែរយើងគឺចេះគិតថាយើងត្រូវប៉ុន្តែយើងភ្លេចស្ដាប់អ្នកដែលប្រឆាំងមួយយើងវាមានចំណុចខ្លះដែលគេបរិហាយើងវាប៉ះចំមកចំណុចខ្សោយរបស់យើងដែរណាជាងកាលយើងអាចរៀនពីគេដែរហ្នឹងហើយដូចខ្ញុំមានបងម្នាក់ដែលគាត់ចេះតាមជួយថាឲ្យខ្ញុំអញ្ចឹងទៅគាត់ធ្វើឲ្យខ្ញុំចេះតែសិក្សាបន្ថែមអញ្ចឹងទៅបងមួយដែលគាត់ចេះតែថាខ្ញុំហ្នឹងដឹងណាគេបងព្រំយើងហ្នឹងឃើញទេហើយជាងកាលអ្នកខ្លះជាខឹងគាត់ខ្ញុំថាអត់ទេខ្ញុំមើលឃើញថាដៃគូល្អបំផុតរបស់ខ្ញុំវាគាត់ទេបាទមែនតាហើយមកជីវិតនេះដរាបណាខ្ញុំនៅនិយាយគាត់ក៏នៅតែនិយាយពីខ្ញុំតតែខ្ញុំងាប់ក្រៅពីហ្នឹងខឹងជេរខ្ញុំនឹងផ្លេចបាត់អស់ហើយតែជាដៃគូកម្ររអញ្ចឹងណាខ្ញុំមើលរឿងស៊ឺម៉ាអ៊ីហើយជូកលៀងពេលជូកលៀងស្លាប់ស៊ឺម៉ាអ៊ីកំសត់ខ្លួនអស់ដៃគូណាពេលមួយកាលគាត់ឈឺមានមួយអង្គលោកថាតាំងខ្ញុំនៅលោកថាប៉ុន្តែលោកម្ចាស់គ្រូឡើងសូវបារម្ភព្រោះអ្នកតាមជន់កែងលោកម្ចាស់គ្រូហ្នឹងឥឡូវឈឺធ្ងន់ហើយណាឡើងកើតហើយលោកប្អូនហ្នឹងនៅកំពង់ចាមលោកនៅកន្លែងទេហើយខ្ញុំថាមែនខ្ញុំថានេះមិនមែនជាព័ត៌មានដែលខ្ញុំកណាសប្បាយចិត្តទេហ្នឹងហើយខ្ញុំចង់ឲ្យមនុស្សដែលរិះគន់ខ្ញុំជាមនុស្សសុខភាពល្អខ្ញុំមិនចង់ឈ្នះមនុស្សអស់សុខភាពឬក៏ខូចសតិនោះទេហើយឧទាហរណ៍ថាយើងទៅប្រកែកគ្នាគេថាមនុស្សឈួតបាត់ហើយយើងឈ្នះមនុស្សឈួតហ្នឹងបានន័យអីមែនអត់ណាអញ្ចឹងគឺត្រូវតែជាមនុស្សសុខភាពល្អហ្នឹងបាទអញ្ចឹងវិលមកវិញថាភាពជាបុគ្គលអ្នកប្រដៅបានដោយងាយគឺសំដៅដល់បុគ្គលមិនមានមានះរឹងត្អឹងអញ្ចឹងណាដាក់ចុះនៅមានះចេះស្ដាប់ចេះយកមកវិភាគហើយពាក្យណាត្រូវក៏យកទៅពាក្យណាមិនត្រូវក៏យើងចោលទៅក្នុងន័យហ្នឹងទើបយើងទទួលបានអ្វីដែលថ្មីបាទអញ្ចឹងណាបាទសាធុប៉ុន្តែមិនមែនមានន័យថាឲ្យតែប្រាប់ជឿទេណាតែគេប្រាប់ជឿព្រះអង្គចាត់ចូលក្នុងបុគ្គលដែលអន់មនុស្សអន់មាន4ប្រភេទព្រះអង្គសម្ដែងណាទី1ជឿងាយឆាប់ជឿគេឲ្យនិយាយតំណងជឿអាហ្នឹងបុគ្គលអន់ទី2ល្ងងខ្លៅហ្នឹងមានន័យថាប្រាប់ដូចមិនយល់ការអីសោះហ្មងអត់ចេះគិតចេះពិចារណាអីទេទី3គឺបុគ្គលឆាប់មើលងាយដោយការនៅរួមនៅឆ្ងាយចេះតែដូចគោរពប៉ុន្តែពេលនៅចិត្តទៅមើលងាយនៅរួមហើយមួយទៀតមិននៅចិត្តក៏ដោយស្និទ្ធស្នាលដោយស្និទ្ធស្នាលហ្នឹងក៏លែងមានការគោរពអាហ្នឹង
ចាត់ចូលនៅក្នុងលក្ខណៈបុគ្គលអន់4យ៉ាងអញ្ចឹងណាព្រោះជាមួយគ្រូជាមួយស្អីក៏ដោយតើអស់ការគោរពអាការរៀនតទៅទៀតហ្នឹងក៏លែងយកចិត្តទុកដាក់ដែរមែនទេមិនមែនខ្លាចទេតែការគោរពជារឿងផ្សេងការគោរពការឲ្យតម្លៃចេញពីសាលាមកដូចមិត្តភ័ក្តិធម្មតាក៏បានដែរក៏ប៉ុន្តែពេលដែលរៀនសូត្រគឺត្រូវតែគោរពអាហ្នឹងបានយើងអាចទទួលបាននៅអ្វីដែលល្អបាទ លោកអង្គ